បាទសួស្តីបងប្អូនអរគ្នាបាទនៅថ្ងៃនេះយើងវិលមកជួបគ្នាម្ដងទៀតហើយបាទអញ្ចឹងនៅជួបគ្នានៅថ្ងៃនេះគឺលោកគ្រូលើកយកមេរៀនមួយនៅក្នុងមុខវិជ្ជាសិក្សាសង្គមថ្នាក់ទី4បាទហើយមេរៀននេះគឺមានចំណងជើងថាបទមន់រងាវបាទជាបទភ្លេងការបាទជាថ្ងៃនេះគឺយើងច្រៀងបទមន់រងាវនេះគឺច្រៀងតាមលំនាំបទភ្លេងការណាបាទអញ្ចឹងបងប្អូនគ្នារងចាំស្ដាប់មើលថាបទមន់រងាវនេះតើវាជាយ៉ាងម៉េចបាទអញ្ចឹងបទមរងាវរបស់យើងនេះស្ថិតនៅក្នុងសៀវភៅសិក្សាសង្គមថ្នាក់ទី4នៅទំព័រទី56អញ្ចឹងបងប្អូននេះរងចាំស្ដាប់ណាសំឡេងមរងាវនិងបទមរងាវហើយជឿជាមួយលោកគ្រូណាតើចាប់ផ្ដើមអោមនអើយរងាវឮសូរតងអើយតាងអមនអើយរងាវឮសូរតងអើយតាងខាងលិចអូនណាខាងលិចអើយទាំងនាងខ្ញុំចូលទៅអើយទាំងខាងលិចអូនណាខាងលិចអើយទាំងនាងខ្ញុំចូលទៅអើយទាំងដៃឆ្វេងកាន់ជង្គដៃស្ដាំកាន់ហើយធ្នាំដៃឆ្វេងហើយកាន់ជង្គដៃស្ដាំកាន់ហើយធ្នាំបីមាន់អណាបីមាន់ហើយទៅទាំងខាងក្រោយទាំងហើយនាងបីមាន់អូណាបីមាន់ហើយទៅទាំងខាងក្រោយទាំងហើយនាងខ្ញុំបីហើយមាន់ទៅមាន់ស្រីពៅកញ្ញាជ្រាវខ្ញុំបីហើយមាន់ទៅមាន់ស្រីពៅកញ្ញាជ្រាវស្ដាប់មាន់អូណាស្ដាប់មាន់ហើយរងាវរងាវដាំងហើយស្រីស្ដាប់មាន់អូណាស្ដាប់មាន់ហើយរងាវរងាវដាំងហើយស្រីខ្ញុំបីហើយមាន់ភ្នាំងទៅទាំងមាន់ហើយព្រៃខ្ញុំបីហើយមាន់ភ្នាំងទៅទាំងមាន់ណាព្រៃមាន់រងាវមាន់រងាវហើយចង់ដីលាស្រីត្រហើយលប់មាន់រងាវមាន់រងាវចង់ដីលាស្រីត្រហើយលប់អញ្ចឹងបទមរងាវគឺច្រៀងបែបនេះឯងអញ្ចឹងបងប្អូនគ្នាព្យាយាមរៀនច្រៀងបទមរងាវតាមបងសម្លេងរបស់លោកគ្រូឲ្យបានច្រើនដងបងប្អូនគ្នានឹងចេះច្រៀងបទនេះហើយណាបាទអញ្ចឹងអរគុណច្រើនជម្រាបលា